ឥឡូវបើមើលក្នុងវិស័យថាស្ថាបត្យកម្មអត់មានសំណង់ណាស្មើអង្គរផងហើយក្រោយអង្គរក៏អត់មានសល់អីយើងឃើញម្ដងឡើងវិញគឺនៅឆ្នាំ50-60ក្រោយយើងបានឯករាជ្យពីបារាំងស្ថាបត្យកម្មគឺពេលនោះយើងហៅថាសំណង់ដូចវ៉ាន់ហ្នឹងច្រើនខ្ញុំអត់ដឹងបងប្អូនគិតថាម៉េចទេតែសម្រាប់ខ្ញុំគឺនោះគឺជាការរស់រានឡើងវិញនៅជាតិសាសន៍ខ្មែរចេះគិតគូរចេះតាក់តែងនៅដំណើររបស់ខ្លួនចេះចង់បានដែលអ្វីដែលជារបស់ខ្លួនបានដល់17ឆ្នាំលាទៅវិញអស់ឥឡូវវាមានដែលយើងកំពុងតែអង្គុយនេះក្រសួងបរិស្ថានក្រសួងមហាផ្ទៃក្រសួងដែនដីទីស្តីការគណៈរដ្ឋមន្ត្រីគឺជានិមិត្តរូបនៃការរស់រានឡើងវិញនៃស្ថាបត្យកម្មខ្មែរនេះស្មើនឹងជាតិយើងបានរស់ឡើងវិញហើយអញ្ចឹងថាសួរថាបងប្អូនធ្វើម៉េចដើម្បីឲ្យជាតិនេះរស់ជារៀងរហូតសំណួរនេះគឺសម្រាប់បងប្អូនមិនមែនសម្រាប់ខ្ញុំសម្រាប់គណៈអធិបតីមិនមែនសម្រាប់តែសម្ដេចមហាវរធិបតីនោះទេយើងទាំងអស់គ្នាត្រូវទទួលខុសត្រូវចំពោះមុខប្រវត្តិសាស្ត្រនិងចំពោះមុខសម្ដេចតេជោមរតកដែលលោកបានឲ្យយើងនេះគឺមរតកសន្តិភាពជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុតសម្រាប់ជាតិសាសន៍យើងអញ្ចឹងសួរថាតើយើងដើរទៅមុខដោយរបៀបម៉េច